លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពកម្មវិធីផ្សព្វផ្សាយច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះសូមលើកយកប្រធានបទមួយដែលតាក់ទងទៅនឹងបទរំលោភសេពសន្តិវៈមកជម្រាបជូនហើយជាដំបូងនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនានៅការបញ្ចេញមតិយោបល់របស់សាធារណជនជុំវិញការយល់ដឹងអំពីបញ្ហារំលោភសេពសន្តិវៈនេះដូចតទៅបើការរួមភេទមានការព្រមព្រៀងគ្នាតើអាចចាត់ទុកថាជាបទរំលោភសេពសន្តិវៈដែរឬទេហ្នឹងមិនអាចថាទុកជាការចាត់រំលោភទេព្រោះយើងស្ម័គ្រចិត្តទាំងសងខាងអាហ្នឹងអត់ទេបងអាហ្នឹងជារឿងដូចថាលក្ខណៈបោះដៃគូយើងព្រមព្រៀងមួយគ្នាអញ្ចឹងអាហ្នឹងមិនជាលក្ខណៈថាការចាប់រំលោភបានពេលខ្លះអាចចាត់ទុកជាថាជាការចាប់រំលោភពេលខ្លះអត់ចាត់ទុកថាជាការចាប់រំលោភទេព្រោះថាការចាប់រំលោភព្រោះថាយើងចង់និយាយថាការចាប់រំលោភហ្នឹងទីមួយយើងទៅស្គាល់គ្នាដំបូងហើយទៅយើងទៅដូចថាយើងដើរលេងមួយគេហើយពេលខ្លះប្រុសហ្នឹងដូចថាបខំយើងរួមភេទអញ្ចឹងណាប៉ុន្តែយើងជាស្រីហ្នឹងយើងដំបូងយើងអត់ហ៊ានទេហើយប្រុសហ្នឹងនៅបខំយើងទៀតបខំទៅឲ្យរួមភេទជាមួយយើងបានហ្នឹងយើងចាត់ទុកវាថាជាការរួមភេទដោយបង្ខិតបង្ខំចាប់លោកចាចាប់លោកតាមយោបល់ខ្ញុំគិតថាការរួមភេទបើស្ម័គ្រស្មោះរវាងពីរនាក់យល់ព្រមគ្នាខ្ញុំគិតថាมันជាការចាប់រំលោភតើថាវាស្រឡាញ់គ្នាវាបើអាចថាវាព្រមព្រៀងគ្នាវាហើយបើវាមិនអីតាមយកឃើញបើយើងព្រមព្រៀងគេយកឃើញថាគេមិនចាប់យើងទេបើយើងព្រមបើសិនយើងគេចាប់យើងគេបង្ខំយើងគេនាំយើងទៅដល់ទាំងឲ្យយើងមិនដឹងទៅដល់ថាចូលទស្សនៈអីដែលយើងមិនដឹងថាគេនាំទៅអាហ្នឹងមិនទៅចាប់យើងបើសិនយើងព្រមព្រៀងទាំងពីរនាក់នេះមិនមែនជាការចាប់រំលោភទេតោះគេបង្ខំយើងបានជាការចាប់រំលោភបាញ់មិញនេះគ្រាន់តែជាការយល់ឃើញរបស់ប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះចំណែកឯចម្លើយពិតទៅនឹងសំណួរខាងលើតាមទស្សនវិជ្ជាច្បាប់យ៉ាងណានោះសូមអញ្ជើញលោកអ្នកនាងស្ដាប់ការបកស្រាយរបស់ឯកឧត្តមភៅសំភីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍវិស័យយុតិធធម៌នៃក្រសួងយុតិធធម៌ដូចតទៅបាទជាបឋមបាទសូមគោរពជម្រាបសួរបាទប្រិមិត្តទូរទស្សនិកជនបាទទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានកិត្តិយសសារជាថ្មីម្ដងទៀតចូលរួមធ្វើការបកស្រាយនៅអំពីក្រមព្រហ្មទណ្ឌដែលផ្ដោតជាពិសេសប្រធានបទយើងនៅថ្ងៃនេះអំពីការរំលោភសេពសន្តិវៈដែលជាផ្នែកមួយនៃការបំពានខាងផ្លូវភេទដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងតាមការលើកឡើងរបស់លោកស្រីពិធីការនីនេះគឺគោលការណ៍នៃការកំណត់បទរំលោភសេពសន្តិវៈនេះគឺកំណត់ជាដំបូងថាមានអំពើរំលោភសេពសន្តិវៈគឺពីស្ថានភាពមួយគឺខ្វះការព្រមព្រៀងខ្វះឆន្ទៈព្រមព្រៀងដូច្នេះជាគោលការណ៍បើសិនជាមានឆន្ទៈព្រមព្រៀងគ្នាដោយសេរីដោយគ្មានការបង្ខំខំឬមិនដោយស្ថិតក្នុងស្ថានភាពអីមួយគៀបសង្កត់ឬសម្ពាធអ្វីមួយផ្សេងទៀតទេនោះជាការព្រមព្រៀងដែលច្បាប់មិនកំណត់ថាជាបទរំលោភសេពសន្តិវៈនេះជាមែនទែនទៅនេះជាសេរីភាពជាមូលដ្ឋានរបស់ខាងសមាជិកសង្គមគ្រប់ប្រភេទដែលក្នុងការសេរីភាពក្នុងការរួមភេទហើយសេរីភាពក្នុងការរួមភេទនេះវាមានបច្ច័យតាក់ទងជាមួយសេរីភាពក្នុងការជ្រើសរើសដៃគូនិងរើសគូសកលហេតុដូច្នេះហើយបានជានៅប្រទេសនីតិរដ្ឋមួយចំនួនគេហាមឃាត់នៅអាពាហ៍ពិពាហ៍ដែលមានការបង្ខិតបង្ខំទោះបង្ខិតបង្ខំតាមរូបភាពណាក៏ដោយពីព្រោះបាត់នៅការសេរីភាពក្នុងការជ្រើសរើសដៃគូឬក៏ជ្រើសរើសគូសកលនេះឯងនេះជាបច្ច័យតំណាក់តំណងគ្នារវាងសេរីភាពក្នុងការរួមភេទជាមួយសេរីភាពក្នុងការរើសដៃគូនិងសេរីភាពក្នុងការរៀបជ្រើសរើសគូសកលក្នុងការរៀបអាពាហ៍ពិពាហ៍ដែលប្រទេសមួយចំនួនហាមឃាត់នៅច្បាប់អាពាហ៍ពិពាហ៍ដែលមានការបង្ខិតបង្ខំអញ្ចឹងជាគោលការណ៍កាលណាមានការព្រមព្រៀងដោយឆន្ទៈរបស់ភាគីនៅក្នុងការរួមភេទទាំងសងខាងនេះគឺពុំមានជាបទល្មើសនេះជាគោលការណ៍ប៉ុន្តែលើកលែងតែករណីមួយចំនួនដែលច្បាប់ហាមឃាត់ដែលក្នុងគោលដៅការពារនៅជាពិសេសទៅលើសុខុមាលភាពរបស់ភាគីរបស់សមាជិកសង្គមការពារនៅសុខភាពដែលពាក់ព័ន្ធជាមួយនឹងស្ថានភាពអាយុឬស្ថានភាពរាងកាយដោយសារស្ថានភាពអាយុឬក៏ពិការភាពឬក៏អ្វីមួយចំនួនទៀតឬក៏តំណែងតំណងសាច់ញាតិរវាងភាគីនៅក្នុងការរួមភេទនេះច្បាប់ហាមឃាត់ដើម្បីការពារនៅ
សុខុមាលភាពសេចក្តីថ្លៃថ្នូរនិងបព្វធម៌ប្រពៃណីនិងសុខដុមរមណីយកម្មនៃសង្គមកម្ពុជាក៏ដូចជាសង្គមមួយចំនួនដែលគេគិតគូរអំពីបញ្ហានេះតើការព្រមព្រៀងបែបណាខ្លះដែលច្បាប់ចាត់ទុកថាជាការរំលោភសេពសន្តិវៈខុសច្បាប់ពីណាមកអត់ខុសទេបានមិនថាខុសបើវាព្រមព្រៀងខ្លួនបាននេះខុសដូចជាការដាក់ថ្នាំហើយដូចជាការហូបស្រាជាដើមព្រមព្រៀងដោយថាយើងតន់គ្រប់អាយុហើយយើងមិនបានគិតទុកមុនណាដោយគេបង្ខំយ៉ាងនេះបើថាយើងព្រមព្រៀងហើយតែដូចថាច្បាប់ចាប់ទុកថាការព្រមព្រៀងហ្នឹងមិនមែនជាការលើកលែងតែគេទៅហើយមកវិញគេមិនទទួលស្គាល់យើងចឹងអាហ្នឹងច្បាប់គឺគេគឺដាក់ទោសម្នាក់ដែលនៅប្រុសដែលនាំយើងទៅហ្នឹងហើយបើសិនគេព្រមទទួលខុសត្រូវទាំងអស់ដូចថាគេទៅដល់ម៉ែអីចឹងអាហ្នឹងគេព្រមរៀបការរៀបអីអញ្ចឹងអាហ្នឹងគេបានន័យថាគេមិនចាប់រំលោភទេអាហ្នឹងទោះជាគេរស់នៅរួមភេទជាមួយគ្នាមុនពេលរៀបការក៏ដោយការព្រមព្រៀងដែលគេចាត់ទុកថាជាច្បាប់ចាប់រំលោភគឺការព្រមព្រៀងឧទាហរណ៍យើងទៅរួមភេទមួយគេដូចជាមានចិត្តមួយចង់ធ្វើបាបគេហើយមានគ្រោះថ្នាក់ដល់អវយវៈគេមានស្នាមហ្នឹងគឺជាច្បាប់ចាប់រំលោភព្រមព្រៀងរបៀបថាយើងព្រមព្រៀងម្ដាយគូប៉ុន្តែចង់ម្ដាយឪពុកយើងអត់ដឹងហើយយើងមិនបានទៅផ្ទះលោកមេឃុំអីអត់បានមេឃុំដឹងនេះជាការមិនស្របច្បាប់ដឹងអំពីយើងចំពោះចម្លើយខាងលើដែលកម្មវិធីយើងស្រង់បានពីមហាជនឃើញថាមានចំណុចខុសៗគ្នាដូច្នេះឯកឧត្តមភៅសំភីសូមធ្វើការបកស្រាយជាបន្តដូចតទៅក្នុងចំណោមមតិរបស់ប្រជាពលរដ្ឋដូចជាសាធារណជនដែលបានលើកឡើងនេះមានមតិខ្លះគឺពុំឆ្លើយតបនឹងស្មារតីច្បាប់មានមតិខ្លះដែលឆ្លើយតបនឹងស្មារតីច្បាប់ជាពិសេសគឺការព្រមព្រៀងការរួមភេទដែលតាក់ទងនឹងលក្ខខណ្ឌនៃអាយុដូច្នេះកាលណាភាគីដែលព្រមព្រៀងសម្ដែងឆន្ទៈក្នុងការព្រមព្រៀងប៉ុន្តែគាត់មានអាយុមិនត្រឹមត្រូវមិនទាន់ដល់ការកំណត់របស់ច្បាប់គឺគេចាត់ទុកថាជាអត់មានការព្រមព្រៀងនៅក្នុងក្រមព្រំទាន់នៃប្រជាណាចក្រកម្ពុជាយើងមាត្រា239គេថានីតិភាពនៃការរួមភេទគឺកំណត់ចាប់ពីអាយុ15ឆ្នាំឡើងទៅបានន័យថាគ្រប់បុគ្គលទាំងអស់កាលណាមានអាយុចាប់ពី15ឆ្នាំឡើងទៅគាត់មានសេរីភាពមានឆន្ទៈក្នុងការសម្ដែងនៅការព្រមព្រៀងរបស់គាត់ក្នុងការរួមភេទអញ្ចឹងកាលណាគាត់មិនទាន់ដល់អាយុ15ឆ្នាំទេទោះបីគាត់ព្រមព្រៀងក៏ដោយក៏ច្បាប់ចាត់ថាគាត់ពុំមានសេរីភាពពុំទាន់សម្ដែងការឆន្ទៈក្នុងការព្រមព្រៀងដោយដឹងច្បាស់អំពីមូលហេតុអំពីហេតុផលនៃការរួមភេទបានទេដូច្នេះហើយបានជាគេក្នុងសង្គមក្នុងគោលដៅការពារពីសុខុមាលភាពអំពីសមាជិកសង្គមដែលនៅទន់ខ្សោយនៅឡើយអញ្ចឹងទោះបីថាមានការព្រមព្រៀងក៏ដោយកាលណាមិនទាន់ដល់កំណត់ច្បាប់របស់ច្បាប់ដែលថាចាប់ពីអាយុ15ឆ្នាំឡើងទៅគឺជាការរំលោភសេពសន្តិវៈទី2តំណាក់តំណងរួមភេទរវាងបុព្វញាតិជាមួយនឹងញាតិលហិតរបស់ខ្លួនបុព្វញាតិបានន័យថាមួយខាងជាបុព្វញាតិមួយខាងជាបញ្ឆាញាតិបុព្វញាតិនេះបានន័យថាជាបុព្វការីជនរបស់យើងដែលជាអ្នកដែលបង្កើតយើងមានជីដូនជីតាមានឪពុកម្ដាយអញ្ចឹងការរួមភេទរវាងជីតាជាមួយនឹងចៅស្រីនៅក្នុងក្រមព្រំទាន់យើងបានហាមឃាត់ដើម្បីធានានៅគេហៅថារក្សានៅប្រពៃណីវប្បធម៌ល្អរក្សានៅសុខដុមនីយកម្មនៃសង្គមថាការរួមភេទរវាងបុព្វញាតិជាមួយនឹងបញ្ឆាញាតិរបស់ខ្លួនទោះបីមានការព្រមព្រៀងក៏ដោយក៏ជាអំពើល្មើសដែរដែលឆាំងមានទោសដែរយើងមិនថាជាការរំលោភសេពសន្តិវៈទេប៉ុន្តែមានទោសទៅតាមច្បាប់កំណត់ឧទាហរណ៍ជីតាគាត់រួមភេទជាមួយនឹងចៅស្រីអាយុ17ឆ្នាំយើងឃើញថាចៅស្រីអាយុ17ឆ្នាំគាត់តាមច្បាប់កំណត់បានន័យថាគាត់អាយុ17លើសពី15ឆ្នាំមានសេរីភាពក្នុងការសម្ដែងឆន្ទៈក្នុងការរួមភេទប៉ុន្តែគាត់មានឆន្ទៈពេញលេញប៉ុន្តែដោយសារស្ថានភាពរវាងបុគ្គលដៃគូក្នុងការរួមភេទមានតំណែងតំណងសាច់ញាតិពិសេសនេះច្បាប់ហាមឃាត់ដើម្បីធានានៅសុខដុមនៃសង្គមក៏ដូចជាវប្បធម៌ប្រពៃណីល្អរបស់សង្គមកម្ពុជានេះចំណងតាក់ទងរវាង
ការរួមភេទរវាងបុព្វញាតិជាមួយនឹងបច្ឆាញាតិដែលបច្ឆាញាតិនោះគឺគេកំណត់ពីចន្លោះពី15ទៅ18ឆ្នាំបើបច្ឆាញាតិអាយុ19ឆ្នាំនេះវាចូលនៅក្នុងបទល្មើសមួយទៀតដែលហៅថាការរួមភេទរវាងញាតិលហិតឬក៏ញាតិពន្ធនៅរហូតដល់ក្នុងថ្នាក់ទី3អញ្ចឹងមានបទល្មើសមួយទៀតដែលទោសស្រាលជាងករណីមាញ់មិញគឺត្រឹមកំណត់ត្រឹមតែពី1ខែទៅ1ឆ្នាំប៉ុណ្ណេះនៅក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា352នេះជាក្នុងគោលដៅដោយខ្ញុំបានបញ្ជាក់មាញ់មិញចេះគឺការរួមភេទរវាងញាតិលហិតឬក៏ញាតិពន្ធនៅក្នុងថ្នាក់ទី3នេះក៏ច្បាប់ហាមឃាត់ក្នុងគោលដៅធានានៅវប្បធម៌ប្រពៃណីល្អរបស់សង្គមកម្ពុជាក៏ដូចជាសុខដុមនីយកម្មនៃសង្គមហើយការហាមឃាត់នេះដោយសារពីតំណែងតំណងពិសេសរវាងដៃគូរួមភេទអញ្ចឹងមាបង្កើតជាមួយនឹងក្មួយស្រីក៏ច្បាប់ហាមឃាត់ដែរម្ដាយមីងជាមួយនឹងក្មួយប្រុសបង្កើតក៏ច្បាប់ហាមឃាត់ដែរដែលហៅថាញាតិលហិតក្នុងថ្នាក់ទី3ហើយញាតិលហិតញាតិពន្ធនៅក្នុងថ្នាក់ទី3នេះគឺក៏ច្បាប់ហាមឃាត់ដែរបានន័យថាបុរសម្នាក់គាត់មានប្រពន្ធគាត់មិនអាចរួមភេទជាមួយនឹងប្អូនបង្កើតបងស្រីបង្កើតឬក៏សាច់របស់ប្រពន្ធរបស់គាត់បានទេលើកលែងតែករណីដែលច្បាប់កំណត់ថាច្បាប់នេះមិនអនុវត្តទេក្នុងករណីដែលសហព័ន្ធរបស់គាត់បានស្លាប់អញ្ចឹងគាត់អាចរួមភេទឬក៏រៀបការជាមួយនឹងសាច់ញាតិលហិតប្អូនស្រីឬក៏បងស្រីរបស់សហព័ន្ធរបស់គាត់បាទហើយជាមួយដូចគ្នាដែរគឺដែលច្បាប់ហាមឃាត់នឹងថាកូនប្រសាប្រុសក៏ហាមឃាត់មិនឲ្យរួមភេទជាមួយនឹងម្ដាយក្មេកហើយក៏ឪពុកក្មេកក៏ហាមឃាត់មិនឲ្យរួមភេទជាមួយនឹងកូនប្រសាស្រីដែលច្បាប់ហាមឃាត់ជាដាច់ខាតនេះគឺអាស្រ័យទៅពិនិត្យទៅលើស្ថានភាពជាក់ស្ដែងនីមួយសន្មតថាភាគីម្ខាងបានប្រើប្រាស់ថ្នាំញៀនដែលធ្វើឲ្យភាគីម្ខាងទៀតបាត់បង់នៅស្មារតីដឹងខុសត្រូវឬការសម្រេចចិត្តអញ្ចឹងក្នុងករណីនេះជាការរំលោភសេពសន្តិវៈដោយសារភាគីម្ខាងទៀតគឺគាត់បាត់នៅបងនៅឆន្ទៈក្នុងការព្រមព្រៀងដូច្នេះស្ថានភាពនេះជាការរំលោភសេពសន្តិវៈគឺដោយសារភាគីម្ខាងទៀតខ្វះនៅឆន្ទៈព្រមព្រៀងពិតប្រាកដហើយតាមក្រមព្រហ្មទណ្ឌនេះគឺជាការប្រព្រឹត្តរំលោភសេពសន្តិវៈដោយប្រើមធ្យោបាយហើយជាស្ថានទម្ងន់នៃការរំលោភសេពសន្តិវៈទៅទៀតបាទហើយតកតងជាមួយនឹងសេរីភាពក្នុងការរួមភេទនេះគឺជាសេរីភាពមួយដែលអនុវត្តដោយឆន្ទៈដោយសេរីរបស់បុគ្គលសម័យខ្លួននីមួយៗដូច្នេះមិនចំណោះទៅនឹងលក្ខខណ្ឌអាជ្ញាធរឃុំឬក៏របស់ឪពុកម្ដាយឬក៏មេដានោះទេបានន័យថាបុគ្គលណាក៏ដោយដល់ពេលដែលមានអាយុដល់កំណត់ថាច្បាប់មានសេរីភាពក្នុងការសម្ដែងឆន្ទៈក្នុងការព្រមព្រៀងរួមភេទហើយគាត់ពុំស្ថិតនៅក្នុងស្ថានភាពដែលច្បាប់បានកំណត់មួយចំនួនដូចជាបញ្ហាតំណែងតំណងជាមួយនឹងមានតំណែងតំណងគ្នារវាងបុគ្គលដែលរួមភេទក្នុងដៃគូរួមភេទជាតំណែងតំណងសាច់ញាតិលហិតឬញាតិពន្ធដែលច្បាប់បានកំណត់នោះទេគឺគាត់មានសេរីភាពក្នុងការរួមភេទនឹងរបស់ខ្លួនដែលជាសេរីភាពជាមូលដ្ឋានក្នុងការជ្រើសរើសដៃគូឬក៏ជ្រើសរើសគូស្គរដែលមាននៅក្នុងជាសេរីភាពជាមូលដ្ឋានរបស់មនុស្សគ្រប់ទូទៅនៅក្នុងសង្គមយើងបច្ចុប្បន្ននេះបាទតើការសន្យាថានឹងរៀបការជាមួយឬសន្យាថានឹងផ្ដល់ជូននៅរបស់អ្វីមួយដែលជាថ្នូរទៅនឹងការព្រមព្រៀងរួមភេទច្បាប់ចាត់ទុកថាជាបទរំលោភសេពសន្តិវៈដែរឬទេតើអាចជាបទល្មើសដែរឬទេអាហ្នឹងគ្រាន់តែការសន្យាបើសិនយើងអត់ធ្វើជាការល្មើសច្បាប់អានេះតាមចិត្តខ្ញុំយល់ឃើញប៉ុន្តែច្បាប់ដឹងគេកាត់មិនព្រោះអីខ្ញុំអ្នកធ្វើការចាក់វាអត់ទៅដឹងណាចាបើប្រើនឹងអត់គោរពតាមពាក្យសន្យាទេអាហ្នឹងកាត់ទុកជាបទល្មើសព្រោះថាពាក្យស្ដីយើងនិយាយមកយើងលួងលោមគេឲ្យលួងលោមគេដើម្បីឲ្យស្រីនឹងគេងជាមួយអញ្ចឹងណាហើយតែចុងក្រោយប្រុសហ្នឹងដូចថាអត់ទទួលខុសត្រូវពេលមានរឿងអីអត់ទទួលខុសត្រូវអាហ្នឹងជាការខុសច្បាប់ដែរបងព្រោះការលួងលោមរបស់មនុស្សប្រុសទី1គឺសំអាងលើវត្ថុហ្នឹងឯងហ្នឹងហើយទី2នោះការសន្យាថាអូនឯងឲ្យបងមកអាហ្នឹងបងនឹងរៀបការអាហ្នឹងជាការបោកប្រាស់ដែរបងអាហ្នឹងបើសិនជាយើងយល់ព្រមយើងចង់បានរបស់គេវាមិនល្មើសច្បាប់ទេព្រោះយើងចង់បានរបស់គេហើយធម្មតាវាស្រីវាទុនចិត្តទេស្រីវាដែលថាវាឆាប់ទុនចិត្តហ្នឹងវាមិនតាមឪពុកហ្នឹងមិនថាខុសច្បាប់ហ្នឹងខ្ញុំគិតថាមិនជាបទល្មើសទេព្រោះថាយើងគោរពពាក្យសន្យានឹងគេទៅមិនជាបទល្មើសបើសិនជាយើងព្រមព្រៀងឲ្យអ្វីមួយយើងអត់ឲ្យគេអាហ្នឹងបានគិតថាជាបទល្មើស
บัญญัตินี้คือจิการยุลเคยระบาดสาธารณชนเลือสำนวนท่าตาการสัญญาทานหนึ่งเรียบการจิมวยจิตโนหนึ่งการยุลปรมรุมเพชรฉบับจัดตุกทาจิการรุมลบเซฟสันทเวะได้หรือเตไอ้ดำเพยสมพีส้มมันจะมันไทม์เชียโกลการรุมเพชรได้การกำหนดทาจิบอดรุมลบเซฟสันทเวะนู้คือโกลการจำบ้องคือการควักการปรมเปลี่ยนการควักการสำเร็จชันเทระว่าเพียกี้นกน้องสกัมเพียบรุมเพชรเจ้าโกการนามีนสกัมการสำเร็จชันเทะปรมเปลี่ยนปิดประกอบให้บุคคลได้บานสำเร็จชันเทะนู้ทัดนกน้องสถานเพียบได้ฉบับกำหนดท่ามีนนิติสามปฏิกรุบกรอนของการปดอลการปรมเปลี่ยนปุ่มบังการบดเมืองโนเตปัจจัยนกน้องการในได้สำนวนเลือกล้างยมสมเลือกปีการในปีสถานเพียบได้ฉบับกำหนดท่ามีนโตตีมุ้ยปีการสัญญาหนังพดอลไว้มุ้ยพดอลไว้มุ้ยแต่ดอลอันนี้ติจนแต่ดอลอันนี้ติจนจับปีอันนี้ติจนในขนมกรมฉบับกรมปรมตอนบ่เยื้องในขนมสกัมเพียบรวมเพชรนี่ยังใจจะปีกรมปีพนัยโดยฉบับแสดงปีกาบังกราวปีกาโจนโดมดูหนึ่งกาอาชีวกรรมเพลเพชรนี่ก็ใจจะปีพนัยได้จังจะโกลการปรมเปลี่ยนโดยเฉพาะเลยบัญชีให้ได้จำพวกบุคคลมันเนี่ยได้มีอายุกรมดับรามชนะตัวใบมีการปรมเปลี่ยนก็ได้จีการรวมลบเซฟสันเวะตัวใบในขนมนุปมีในขนมสกัมเพียบเชียนดัลการปรมเปลี่ยนการโอเตียนตามยาการพดอลสำนอยการสัญญาหรือก็พดอลวัตถุหรือนุไอได้มีดำไหลจีการรวมลบเซฟสันเวะจังในสถานเพียบปีเทียคือสถานเพียบปีเพียกีมาค้างได้มีอายุปีดับรามเต่าดับใบชนะนั่งสถานเพียบมวยเทียเพียกีมาค้างมีอายุเพียกีทั้งสองครั้งมีอายุเลิกปีดับจับปีดับใบชนะหลังแต่โดยគ្នាสถานเพียบได้มีอายุปีดับรามเต่าดับใบชนะกรมปรมตอนก็โดยชีฉบับแสดงปีการช่วยโดมนุษย์หนึ่งการอาชีพการโปรเพชกำหนดท้าบุคคลกรุบรูปการนำมีอายุจับปีดับรามชนะหลังแต่มีนิติเพียบมีสิทธิ์เป็นลิขของการปดอลการปรมเปลี่ยนชันเตะจังปัญไตพอชันเตะของการรวมเพชปัญไตมันชันเตะอัญญาเอากอดปดอลของการเทอร์สกรรมเพียบเปสยาจาเตจังมีสถานเพียบมุ้ยทางการในเดลเพียกีมาค้างเชียนิติชนให้กอดบานโอเตียนจะดอลเพียกีมาค้างเทียดได้มีอายุจับปีดับรามเต่าดอลดับใบกรมดับใบชนะวิอาโจนสถานเพียบในฉบับแสดงปีการบังกราบโจยโดมนู่นจีกรรมแล้วจีกรรมเพียบเปสจากุมาการติ้งเปสจากุมาจังเต่าดอนตีโต้ตามฉบับนู่นให้นั่งสถานเพียบมวยทิศระเวียงเพียกีต่างอ้อมีอายุจับปีดับใบชนะจีนิติชนเป็นเลยโดยขี้ปัญไตโอเทยังสันมาธาเพียกีกลางบรอกอดบานสัญญาจะมวยเพียกีคางสตรีทาเนเปเรียบกาเฮยแล้วยุลปรมสลายกอดเตอร์ยุลปรมเทอร์ไว้ไปจะมวยกอดเปดัลเปยังเรียบกาเฮยกอดหนึ่งติงเตะอ้อยหรือกับให้กรอยเมาส์กอดอัดบานติงเตะอ้อยให้กอดชุบเมียนตำแหน่งตำนงชุบเมียนตำแหน่งตำนงจังเมียนจำนอดสู้ท่านี่จีการลบเซตสันเวะหรือก็เจอบอดมือไอบ้าปีนัดอัมพีกรมปรมตอนเมตราปี130คือมีการปรมเปลี่ยนมีการปรมเปลี่ยนปิดประกอบบ้านให้การปรมเปลี่ยนปิดประกอบนี้คือโดยมันวิธีการบังคับหรือก็การปรามันโชว์ใบกลุ่มเรียมกลุ่มให้เก็บสังกัดหรือก็การปราถนำแต่บัตรเนื้อสัมปัญญะดังคอสเตอร์หรือบ่เพียกีมข้ามในติดเตะจังจีโกกาคือสกัมเพียบนี้มันเหม็นจีบอดมือผมลบเซฟสันเดนูเตปัญไตสูธาเตอร์วิจูจีบอดมือชอบบอกได้หรือเตนั่งไงจังยังปีนัดตัวขนมกรมปรมตอนคือบอดมือชอบบอกคือเมียนเตท้าชอบบอกอัมพีวัตถุหรือสัมภาระจังในขนมกะในนี้คือการวัตถุในวัตถุชอบบอกนี้ชีวัตถุนังสัมภาระได้มันโจในขนมกะในได้เลิกลางนิติอำเภอชาวบ้านเชื่ออำเภอบันล้อมจำปูรูปวันบุคคลหรือนิติบุคคลนามมุ้ยโดยเปล่าชมุกคล้ายโดยอ้างแต่เลือธนาคล้ายโดยรวมลบเลือธนาเป็นประกอบหรือโดยเปล่าใบก็ตุจริตโดยเฉพาะดำใบบานแต่ตัวปีบุคคลนุได้นอมอ้อยโค่อยไปจอยโดยบุคคลนุหรือตะเตยจนในการประกอบมูลเทียดำไหลหรือตอบสมัติไว้มุ้ยการกดกงเสวาการทวีลิขัดดำเมียดำไหลจีกระตับกัดหรือก็โรยปีกระตับกัดจังขนมกะในนี้มันโจขนมเชียการวัตถุการปรมเพียงการปรมเพียงการรวมเพศนี้มันเหมือนจะการมาโทษในอำเภอชาวเบาโอเคจังเจ้าโกกะ
មិនមែនជាអំពើឆោបបោកនោះទៀតប៉ុន្តែនៅទីហោនៅប្រទេសមួយចំនួនគេបានកំណត់ចូលជាអំពើឆោបបោកនៅក្នុងករណីមួយចំនួនដូចតទៅថាភាគីដែលជាអ្នកសន្យាហ្នឹងគាត់បានបង្កើតនៅសកម្មភាពអីមួយទៀតដើម្បីឲ្យភាគីម្ខាងទៀតដែលជាជនរងគ្រោះហ្នឹងជឿទុកចិត្តខ្លាំងតែម្ដងហើយសកម្មភាពរបស់គាត់ហ្នឹងជាកត្តាកំណត់តែម្ដងជាកត្តាកំណត់តែម្ដងមានលក្ខខណ្ឌ2ដែលតាក់ទងទី1ថាគាត់សន្យារៀបអាពាហ៍ពិពាហ៍ជាមួយខាងស្ត្រីហើយខាងភាគីខាងស្ត្រីបានយកលុយសន្សំឬទ្រព្យសម្បត្តិរបស់ខ្លួនមកឲ្យភាគីខាងបុរសដើម្បីទៅរកស៊ីឬទៅធ្វើអ្វីមួយហើយបន្ទាប់មកគាត់បានផ្ដាច់ទំនាក់ទំនងអញ្ចឹងនៅក្នុងនេះមានលក្ខខណ្ឌ2ទៀតដើម្បីចូលជាអំពើឆោបបោកទី1គាត់បានធ្វើរៀបចំជាសកម្មភាពឧទាហរណ៍គាត់ចុះជាសាធារណៈចុះតាមកសែតថាខ្ញុំសន្យានឹងភ្ជាប់ពាក្យនឹងរៀបការជាមួយនឹងស្ត្រីម្នាក់នេះបាទឬក៏ហៅជាជប់លៀងហៅមិត្តភ័ក្តិទាំងអស់គាត់ប្រកាសជាសាធារណៈនៅក្នុងពិធីអីមួយជប់លៀងអីមួយថាខ្ញុំសន្យានឹងរៀបការជាមួយនឹងកញ្ញានេះអញ្ចឹងធ្វើឲ្យភាគីខាងស្ត្រីនេះគាត់ទុកចិត្តខ្លាំងគាត់ថាភាគីខាងបុរសច្បាស់លាស់ហើយប្រកាសជាសាធារណៈហើយណាគាត់ក៏បានផ្ដល់នៅទ្រព្យសម្បត្តិដែលគាត់សន្សំឬក៏អ្វីទាំងអស់ហ្នឹងដើម្បីឲ្យភាគីខាងបុរសអញ្ចឹងនៅក្នុងនេះគឺមានលក្ខខណ្ឌទី2ទៀតដែលអាចចូលការឆោបបោកឲ្យមានការទី1ភាគីម្ខាងខូចខាតនៅប្រយោជន៍ជាទ្រព្យសម្បត្តិជាសម្ភារៈគាត់បានបកគលលុយឲ្យខាងបុរសដើម្បីទៅធ្វើអីគាត់ខាងបុរសគាត់ដាក់មេប្រូចហើយគាត់បាត់បង់ទៅតាំងពីក្នុងតំណែងតំណងស្នេហានៅក្នុងរបស់គាត់ទៀតអញ្ចឹងនេះជាគោលការណ៍នៃច្បាប់ដែលគេនៅក្នុងក្រមព្រហ្មទណ្ឌហើយដែលគេបានអនុវត្តនៅប្រទេសគេកន្លងមកបាទតើស្ត្រីម្នាក់អាចជាតួអង្គនៃការប្រព្រឹត្តបទល្មើសរំលោភដែរឬទេតើការប៉ះពាល់ផ្លូវភេទនៃបុគ្គលដែលមានភេទដូចគ្នាអាចជាបទរំលោភដែរឬទេភេទដូចគ្នាអញ្ចឹងខ្ញុំអត់ទៅដឹងណាគ្រូអាហ្នឹងដូចអត់ទេបងព្រោះអានេះពួកអីដូចថាវាជាលក្ខណៈដូចថាមនុស្សដូចថាមនុស្សស្រីស្រឡាញ់ស្រីប្រុសស្រឡាញ់ប្រុសអញ្ចឹងខុសច្បាប់បើស្រីដូចគ្នាប្រុសដូចគ្នាទៅមិនល្អបើតែប្រុសនឹងស្រីអាចថាវាស្រឡាញ់គ្នាវាអត់ខុសច្បាប់ដល់ពេលប្រុសនឹងប្រុសវាខុសច្បាប់តាមយោបល់ខ្ញុំផ្ទាល់ខ្ញុំគិតថាមិនជាច្បាប់ចាប់រំលោភទេព្រោះថាភេទដូចគ្នាចាត់ទុកជាការចាប់រំលោភដែរព្រោះបានរួមភេទជាមួយគ្នាហើយពីអ្នកស្រីក៏ដោយតើក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងណាដែរចំពោះបទល្មើសរំលោភពាក់ព័ន្ធទៅនឹងអ្នកដែលមានភេទដូចគ្នាសូមអញ្ជើញស្ដាប់វាគ្មិនរបស់យើងដូចតទៅតួអង្គនៃការប្រព្រឹត្តបទល្មើសជាពិសេសនៅក្នុងបទល្មើសរំលោភសេពសន្តិវៈនេះគឺច្បាប់របស់យើងពុំចាត់ទុកមិនបែងចែកទេមិនសំខាន់ថាជាស្ត្រីឬជាប្រុសឬក៏ជនរងគ្រោះជាប្រុសឬជាស្ត្រីគឺអត់បែងចែកទាំងអស់បែរថាអញ្ចឹងតួអង្គនៃការប្រព្រឹត្តបទល្មើសអាចជាស្ត្រីហើយស្ត្រីនឹងអាចប្រព្រឹត្តទៅលើស្ត្រីដូចគ្នាទៀតបាទអញ្ចឹងការស្ត្រីប្រព្រឹត្តទៅលើស្ត្រីដូចគ្នាក៏ជាអំពើរំលោភសេពសន្តិវៈដែរដែលកាលណាចូលធាតុផ្សំនៅសកម្មភាពដែលច្បាប់កំណត់ក្នុងមាត្រា239ដែលថាគ្រប់អំពើបញ្ចូលអង្គជាតិតាមបែបណាក៏ដោយឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិដែលប្រព្រឹត្តទៅលើអ្នកដទៃទោះបីមានភេទដូចគ្នាឬមិនដូចគ្នាក៏ដោយការប្រើហិង្សាដោយការបង្ខិតបង្ខំដោយការគំរាមកំហែងឬដោយការឆ្មក់ឱកាសគឺជាការរំលោភសេពសន្តិវៈនៅក្នុងក្របខ័ណ្ឌដែលកំណត់អំពើរំលោភសេពសន្តិវៈនេះគឺมันសំខាន់ថាតួអង្គជាស្ត្រីឬជាប្រុសជនរងគ្រោះជាស្ត្រីឬប្រុសនេះសំខាន់ត្រង់តែទី1ខ្វះការឆន្ទៈព្រមព្រៀងពិតប្រាកដហើយការខ្វះឆន្ទៈព្រមព្រៀងពិតប្រាកដហ្នឹងគឺអាចស្ដែងតាមរយៈការប្រើហិង្សាការបង្ខិតបង្ខំការគំរាមកំហែងឬក៏ការឆ្មក់ឱកាសលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពកម្មវិធីផ្សព្វផ្សាយច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៅពេលនេះសូមបញ្ចប់តែត្រឹមនេះហើយករណីនៃការរំលោភសេពសន្តិវៈកម្មវិធីយើងនឹងផ្សាយជាបន្តទៀតនៅសប្តាហ៍ក្រោយនៅក្នុងឱកាសនេះដែរនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទស្សនារបស់លោកអ្នកសូមគោរពលាផលិតដោយអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍវិស័យយុតិធម៌នៃក្រសួងយុតិធម៌សម្របសម្រួលដោយលោកកេតស៊ីណេតប្រធាននាយកដ្ឋានស្រាវជ្រាវនិងបណ្ដុះបណ្ដាល